មានមេរៀនបត្រីស័ព្ទបកូនមើលព្យញ្ជនៈនេះទាំងអស់គ្នាតើកូនស្គាល់ទេកូននេះគឺជាព្យញ្ជនៈអ្វីចានេះគឺជាព្យញ្ជនៈមហើយមវាជាព្យញ្ជនៈពួកអីកូនចាមគឺជាព្យញ្ជនៈពួកអដូចនេះដើម្បីឲ្យបានសូរគូនឹងវាយើងត្រូវដាក់សម្លាប់ពីរនៅខាងលើមដើម្បីសង្កត់សូរវាឲ្យទៅជាមពួកអវិញម៉ហើយបន្តមកទៀតយើងអានព្យាង្គនេះវិញម្ដងម៉អាម៉ាអៃម៉ៃម៉អូម៉ូម៉អូម៉ូម៉អៅម៉ៅម៉អំម៉ំជាធម្មតាម៉ផ្សំជាមួយនឹងស្រៈសញ្ញាមុសិកតនមិនបដូររូបរាងទេប៉ុន្តែបើម៉ផ្សំជាមួយនឹងស្រៈទាំង6នេះសញ្ញាមុសិកតននឹងបដូរទៅជាបុកជើងវិញឥឡូវដើម្បីឲ្យបានយល់កាន់តែច្បាស់អ្នកគ្រូនឹងឧទាហរណ៍ឲ្យកូនមើលម៉អេម៉ែកូនឃើញទេកូនសម្រាប់ពីរគឺបដូរទៅជាបុកជើងវិញឥឡូវបន្តមកទៀតយើងសាកល្បងអានព្យាង្គដោយយកម៉ផ្សំជាមួយនឹងស្រៈទាំង6នេះម៉អីម៉ៃម៉អេម៉ែម៉អាម៉ែម៉អម៉ឺម៉អមម៉ាំម៉អឺមើចាឥឡូវយើងចូលដល់ចំណុចនេះវិញនេះគឺជាការអានពាក្យហើយកូនក៏អាចចូលរួមអានជាមួយអ្នកគ្រូបានដូចគ្នាម៉ែមួម៉ៅម៉ាំម៉ៅចៅម៉ូពូម៉ៃមួម៉ៅរម៉េះរម៉ោះម៉ៅចំណុចចុងក្រោយគឺជាការអានអត្ថបទខ្លីឥឡូវកូនមើលរូបភាពជាមុនសិនតើនៅក្នុងរូបភាពនេះកូនឃើញមានអ្វីខ្លះកូនចាគឺមានរូបមនុស្សហើយកូនរាប់មើលមានមនុស្សចំនួនប៉ុន្មានអ្នកដែរកូនចាគឺមានមនុស្សចំនួន3នាក់ហើយនេះគឺជាអីគេកូនចាគឺជាផ្ទះហើយកូនចង់ដឹងចំណងជើងអត្ថបទរបស់យើងឬអត់កូនចាអត្ថបទរបស់យើងគឺមានចំណងជើងថាចៅម៉ៃមួម៉ៅបន្ទាប់ពីកូនបានមើលរូបភាពនិងដឹងចំណងជើងអត្ថបទរបស់យើងហើយតើកូនអាចនាំគ្នាទស្សន៍ទាយដំណើររឿងរបស់យើងបានទេកូនថាអត្ថបទរបស់យើងនិយាយអំពីអ្វីឥឡូវកូននាំគ្នាទស្សន៍ទាយបន្តិចសិនហើយអ្នកគ្រូនឹងបង្ហាញកូននៅពេលបន្តិចទៀតចាកូនបានទស្សន៍ទាយរួចហើយតោះឥឡូវកូនមើលអត្ថបទពេញរបស់យើងទាំងអស់គ្នាហើយអ្នកគ្រូនឹងអានឲ្យកូនស្ដាប់ចៅម៉ៃមួម៉ៅចៅម៉ៃដាំកគីជាជួរចៅម៉ដើរប៉ះកគីចៅម៉ៃរលំចៅម៉ៃមួម៉ៅថាចៅម៉រម៉េះរម៉ោះម៉ែថាម៉ៃកុំមួម៉ៅម៉ែនាំចៅម៉ញ៉ាំបបរអំបញ្ញមិញតើមានកូនណាបានចូលរួមអានអត្ថបទជាមួយអ្នកគ្រូទេកូនចាល្អណាស់ឥឡូវបន្តមកទៀតដល់វេនកូនអានអត្ថបទនេះដោយខ្លួនឯងវិញម្ដងដោយប្រើសៀវភៅជំនួយភាសាខ្មែរថ្នាក់ទី1ភាគ2នៅទំព័រទី9បើសិនជាកូនមានសៀវភៅរៀនសរសេរអក្សរកូនស្វាច់ឆ្លាតអ7កូនអាចវឹកហាត់បន្ថែមទៀតបានដោយខ្លួនឯងនៅទំព័រទី4